នេះជាបទព្រះអង្គចុះចាប់បដិសន្ធិកាលព្រះសូទតណែអង្គម្ចាស់ថ្លៃស្ដេចចុះចាប់ផ្ទៃនៃព្រះមហាមាយាទេវីពុទ្ធតមេត្តានៅឆ្នាំរកាយពេញបរមីនៃខែអាសាឍថ្ងៃប្រហ័សជារាជអរហង្គនៃព្រះស្រីសុទ្ធោតនរាជជាម្ចាស់ផែនដីកបលភ័យបរិយរាជសីមាស្ដេចទ្រង់ប្រសោតចេញចាងផ្ទៃមេត្តានៅថ្ងៃសុខថ្លៃថ្លានាពេញបរមីវិសាខាឆ្នាំចនោះណាមានសួស្ដីនៅពេលដែលព្រះវមេត្តាយាត្រាចេញពីរាជបរិយទៅកបលភ័ងទៅដើម្បីបង្គំព្រះបីដាមេត្តាឯទេវតហរាជធានីដល់លំភិនីវ័នថ្លៃថ្លាទ្រង់ជ្រកក្រោមលុបសាលព្រឹក្សាទីវិត្រង់ជាងទ្រង់ឈឺផ្ទៃទ្រង់ឈរតោងមេឃប្រឹក្សាសាលអាយបតត្រកាឆោមប្រពៃប្រសូនចាក់ករួងរាន់វៃវិស័យអ្នកនេះចាងធម្មមាប្រសូនភ្លៀមឈដើរឈងឈាន7ជំហានព្រះបាទទីទ្រង់បានពន្លឺព្រះវិចាថាយើង
ជាចំបងលើលោកទាំង3ឥតណណាទឹមស្មាអាមាយើងជាម្ដងជាតិនេះជាជាតិបំផុតហងយើងនឹងចម្លងសត្វទាំងឡាយឲ្យឆ្លងទៅដល់ទីខ្សែមខ្សានដោយធម្មយានអថង្បរិយាយឲ្យបានដល់ត្រើយនេះពៀននេះសូនឆ្ងាយចាក់ទុកសុកមហិមាទីត្រង់ប្រសោតนุ่งព្រះបាទអាសោកនីតនៃឥណ្ឌាស្ដេចសាងគោលថ្មល្អសោភាមួយទុកជាนุ่งសាវរីសំគាល់ថាព្រះត្រៃលោកនាថនាមព្រះសុទ្ធត្ថពងពោធិសត្វទ្រង់ប្រសូតនៅត្រង់ទីស្ងាត់นุ่งទុកជាពុទ្ធទាំងបោជាហៅពោយនីយដ្ឋានល្អលន់ទីមួយឲ្យជន់ទៅវន្ទីរំលឹកដល់ពេលព្រះភង្គវីចេញចាងអរព្រះជន្នីខ្ញុំសូមក្រាបថ្វាយបង្គំស្មោះចំពោះអង្គព្រះមហាមុនីនាពេលប្រសូតនៅត្រង់ទីសួនលំភិនីដោយសង្ឃាសូមសុខសួស្តីជ័យមង្គលមានដល់ខ្ញុំនឹងលោករាល់គ្នាដែលបានដាប់សាប់ពរនីពុទ្ធធម្មបវត្តនេះកុំឃ្លាតឡើយ